សាលិខិតគោរពជូនពរសូមគោរពជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់តាំងនាមថ្នាក់ដឹកនាំនីតិហ៊ានរងនិងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទជាពិសេសក្នុងនាមខ្ញុំបាទផ្ទាល់និងករិយាសូមសម្ដែងនៅមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅព្រមជាមួយអំណរសាទរនិងសូមប្រសិទ្ធពរជ័យសិរីមង្គលមហាប្រសើរជូនចំពោះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតព្រមទាំងបុត្រាបុត្រីក្នុងឱកាសអភិលក្ខិតកាលដ៏មហាមង្គលប្រពៃសិរីថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ស័ព្ទស័កដែលនឹងប្រព្រឹត្តទៅក្នុងពេលយ៉ាងខ្លីខាងមុខនេះឆ្លៀតក្នុងឱកាសដ៏មហាមង្គលាភិរមអធិកអធមថ្លៃថ្លាបំផុតនេះយើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនៅកិរិយាកិច្ចដ៏ខ្ពង់ខ្ពស់ដោយស្មោះត្រង់បំផុតនិងការកោតសរសើរស្ញប់ស្ញែងអស់ពីដួងចិត្តគោរពជូនចំពោះសម្ដេចធិបតីក្នុងកិច្ចខិតខំប្រឹងប្រែងនិងការលះបង់អស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតីប្រកបដោយឆន្ទៈស្នេហាជាតិដ៏មោះមុតនិងឧត្តមឧត្តមជាទីបំផុតក្នុងពេលបំពេញបេសកកម្មដឹកនាំនាវាកម្ពុជាប្រកបដោយភាពស្វាហាប់រស់រវើកភាពប្រកបនិយមនិងមានចក្ខុវិស័យវែងឆ្ងាយសម្ដៅសម្រេចឲ្យបាននៅការបន្តថែរក្សាសុខសន្តិភាពពេញលេញការឯកភាពជាតិស្ថិរភាពសង្គមនិងអធិបតេយ្យភាពការថែរក្សានិងលើកកម្ពស់នៅដួងព្រលឹងរបស់ជាតិនិងមោទនភាពជាតិក៏ដូចជាកិត្យានុភាពកម្ពុជាដើម្បីរន្ទឺសុសសាយស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិជាថ្មីម្ដងទៀតក្នុងឱកាសដ៏មហានេក្ខត្តរិកនៃអាយុវឌ្ឍនមង្គលនេះយើងខ្ញុំទាំងអស់គ្នាសូមលើកហាត់បួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកៅទាំង3វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកនិងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាជាពិសេសទេវតាឆ្នាំថ្មីឆ្នាំម្សាញ់ស័ព្ទស័កព្រះនាមគរកៈទេវីសូមជួយប្រោះព្រំសពសាទុការពរសិរីសួស្តីជ័យមង្គលវិបុលសុខបវរមហាប្រសើរជូនសម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់សូមបានប្រកបតែនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីក្លៀងក្លៀតឡើយជាពិសេសសម្រេចបានជោគជ័យនៅក្នុងបេសកកម្មដ៏ឧត្តមឧត្តមជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិនិងប្រជាជនកម្ពុជាសូមសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាទទួលនៅកិរិយាកិច្ចដ៏ខ្ពង់ខ្ពស់ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រជ្រាលជ្រៅបំផុតពីយើងខ្ញុំថ្ងៃអង្គារ4កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី1ខែមេសាឆ្នាំ2025មេបញ្ជាការនាយឧត្តមសេនីយ៍វ៉ាន់សៀមអរគុណសន្តិភាពអរគុណនយោបាយឈ្នះឈ្នះដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិការនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីដឹកនាំប្រកបដោយគតិបណ្ឌិតបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណក្រោមបាវចនាដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពពង្រឹងពង្រីកនិងជំរុញកំណើនសេដ្ឋកិច្ចជាតិដោះស្រាយជីវភាពប្រជាជនមានភាពលំបាកក្រីក្រងាយរងហានិភ័យពីវិបត្តិសេដ្ឋកិច្ចសកលនិងខិតខំបន្តអភិវឌ្ឍប្រទេសជាមួយនឹងការបដូរផ្ដាច់ថែរក្សាការពារឲ្យបាននូវសន្តិភាពស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សង្គមបង្កើនការងារមុខរបរបង្កើនជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបានដាក់ចេញនៅឆ្នាំ2030
ចំណូលជាមធ្យមកម្រិតខ្ពស់និងនៅឆ្នាំ2050មានចំណូលកម្រិតខ្ពស់ដោយឈរលើមនសិការនិងឆន្ទៈមោះមុតក្នុងការពារអធិបតេយ្យនិងបូរណភាពទឹកដីផ្សារភ្ជាប់ជានិច្ចជាមួយកិច្ចការពារស្ថិរភាពនយោបាយនិងសន្តិសុខសង្គមរាជរដ្ឋាភិបាលនៅតែបន្តផ្តល់តម្លៃកិច្ចការព្រំដែនជាកិច្ចការដ៏មានសារៈសំខាន់ជាអាយុជីវិតរបស់ជាតិនិងជាអាទិភាពខ្ពស់បំផុតក្នុងន័យនេះរាជរដ្ឋាភិបាលបានដឹកនាំបន្តបេសកកម្មក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងឈានឆ្ពោះទៅដល់ការពង្រឹងកិច្ចការពារអធិបតេយ្យបូរណភាពទឹកដីនិងលើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្រោមការដឹកនាំនិងចង្អុលបង្ហាញប្រកបដោយភាពឆ្លៀសវៃប៉ិនប្រសប់និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឲ្យបានឋិតថេរគង់វង្សយូរអង្វែងទុកជាមរតកដ៏ឧត្តមឧត្តមដល់កូនខ្មែរជាពិសេសធានាឲ្យប្រទេសមានសន្តិភាពទាំងផ្ទៃក្នុងប្រទេសរហូតដល់តំបន់ព្រំដែនតាមរយៈការអនុវត្តបន្តទៀតនៅនយោបាយកសាងព្រំដែនកម្ពុជាជាប់ជាមួយប្រទេសជិតខាងទាំង3ជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាពដើរទន្ទឹមគ្នានឹងគោលការណ៍កសាងខឿនការពារជាតិគឺជាប្រជាជនដែលជាគ្រឹះដ៏រឹងមាំមិនចេះរីងស្ងួតនិងជាសាក្សីរស់ប្រកបដោយនិរន្តរភាពសមិទ្ធផលការងារខណ្ឌសីមាបោះបង្គោលព្រំដែននិងផ្លូវក្រវ៉ាត់ព្រំដែនគឺពិតជាដៃគូដែលមិនអាចខ្វះបានការពារឲ្យគ្នាទៅវិញទៅមកដែលផ្លូវនេះស្របតាមខ្សែបណ្ដោយព្រំដែនប្រជាពលរដ្ឋទាំងសងខាងបានស្គាល់ច្បាស់អំពីទឹកដីរបស់ខ្លួនដោយមានបង្គោលជារបងនិងកាន់តែមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលដោយបានមកតាំងលំនៅឋានជាបន្តបន្ទាប់ជាប់ខ្សែព្រំដែនបង្កើតបានជាភូមិយុទ្ធសាស្ត្រលើពីនេះសមិទ្ធផលបង្គោលនិងផ្លូវក្រវ៉ាត់ព្រំដែនបានរួមចំណែកក្នុងការបើកច្រកទ្វារព្រំដែននានាជាបន្តបន្ទាប់ការពង្រីកវិស័យកសិឧស្សាហកម្មទេសចរបង្កើនផលិតផលប្រកបដោយសក្តានុពលពហុវិស័យជំរុញកំណើនសេដ្ឋកិច្ចសង្គមមានទំនាក់ទំនងល្អការដោះដូរទំនិញរវាងប្រទេសជិតខាងគ្នាទៅវិញទៅមកបានល្អប្រសើរជិតស្និទ្ធស្អិតរមួតជាខ្លាំងប្រកបដោយមិត្តភាពនិងសាមគ្គីភាពលើខ្សែក្រវ៉ាត់ព្រំដែននិងបង្គោលព្រំដែននេះហើយដែលជាសំណង់យុទ្ធសាស្ត្រនិងប្រវត្តិសាស្ត្រមានគុណតម្លៃដ៏មហាសាលជំនួសឲ្យការធ្វើរបងដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាការការពារទឹកដីគឺមិនមែនបង្កើនកងកម្លាំងប្រដាប់អាវុធនោះទេគឺត្រូវបង្កើនប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនធ្វើជារបងប្រទេសដ៏រឹងមាំបំផុតកងកម្លាំងវិស្វកម្មតំណាងឲ្យអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធនិងប្រជាជនតំបន់ព្រំដែនសូមលំអោនកាយគោរពសម្ដែងដោយកតញ្ញូកតវេទីយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតដែលបានចិញ្ចឹមបីបាច់ថែបំពន់ដល់កងកម្លាំងវិស្វកម្មឲ្យរីកចម្រើនធំធាត់ព្រមទាំងមានជំនឿទុកចិត្តប្រគល់ការងារធំសំខាន់ព្រមទាំងបានលើកទឹកចិត្តនិងទំនុកបំរុងគ្រប់សពបែបយ៉ាងតាំងតែពីដើមរឿងមកទើបកងកម្លាំងវិស្វកម្មមានអ្វីដោយសពថ្ងៃនេះសូមថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីដែលតែងតែបានគាំទ្រជួយឧបត្ថម្ភលើកទឹកចិត្តនិងបានដឹកនាំតម្រង់ទិសជាបន្តបន្ទាប់ដល់កងកម្លាំងវិស្វកម្មឲ្យសម្រេចបានល្អរាល់ភារកិច្ចសូមថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិនិងថ្នាក់ដឹកនាំអគ្គបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទដែលមានទំនុកចិត្តបានដឹកនាំណែនាំចង្អុលបង្ហាញនិងបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងគឺកងកម្លាំងវិស្វកម្មអនុវត្តសម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ចជំនាញនៅគ្រប់កាលៈទេសៈជាមួយនេះដែរកងកម្លាំងវិស្វកម្មសូមសម្ដែងនូវការគោរពដឹងគុណអរគុណដោយស្មោះអស់ពីដួងចិត្តចំពោះថ្នាក់ដឹកនាំព្រមទាំងមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងសាធារណការនិងដឹកជញ្ជូន
ក្រសួងអភិវឌ្ឍជនបទនិងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលបានផ្ដល់កិច្ចសហការគាំទ្រជួយឧបត្ថម្ភគ្រប់បែបយ៉ាងទាំងនីតិវិធីកសាងឯកសារលក្ខណៈបច្ចេកទេសជួយជំរុញការប្រគល់ទទួលសំណងបានឆាប់រហ័សព្រមទាំងជួយដោះស្រាយថវិកាបានទាន់ពេលសម្រួលដល់ការអនុវត្តគម្រោងពាក់ព័ន្ធទៅនឹងការងារសំខាន់តទៅមុខទៀតដើម្បីចូលរួមអនុវត្តនៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាជាពិសេសក្នុងការបន្តអនុវត្តនយោបាយកសាងព្រំដែនឲ្យបានសម្រេចជោគជ័យតាមការគ្រោងទុកដែលចារឹកទុកក្នុងរជ្ជកាលសម្ដេចតេជោកងកម្លាំងវិស្វកម្មបដិញ្ញាយកអស់ពីលទ្ធភាពសមត្ថភាពមនសិការឆន្ទៈស្មារតីទទួលខុសត្រូវខ្ពស់និងហ៊ានធ្វើពលិកម្មលះបង់គ្រប់បែបយ៉ាងគូពីអនុវត្តឲ្យខាងតែបានសម្រេចជោគជ័យនៅនយោបាយនេះទោះបីជាត្រូវធ្វើសកម្មភាពនៅភូមិសាស្ត្រគ្រោះថ្នាក់ឧបសគ្គលំបាកស្មុគស្មាញនិងនឿយហត់យ៉ាងណាក្តីបដិញ្ញាដាច់ខាតការពារជាតិសាសនាព្រះមហាក្សត្ររដ្ឋធម្មនុញ្ញជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់និងការពារសន្តិភាពឲ្យបានគង់វង្សជារៀងរហូតព្រមទាំងបដិញ្ញាដាច់ខាតប្រយុទ្ធប្រឆាំងទប់ស្កាត់រាល់អបាយកលបដិវត្តពណ៌គ្រប់ទម្រង់របស់ពួកប្រឆាំងរួមទាំងពួកអគតិទាំងក្នុងនិងក្រៅប្រទេសបដិញ្ញាគាំទ្រដង្ហែតាមដោយស្មោះត្រង់ឥតងាករេនិងដើរតាមមាគ៌ាដ៏ត្រឹមត្រូវភ្លឺស្វាងប្រកបដោយចក្ខុវិស័យវែងឆ្ងាយឆ្លៀសវៃប៉ុនប្រសពរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី7នៃរដ្ឋសភានៅគ្រប់កលៈទេសៈ